សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើសម្លម្ជូរក្បាលត្រីជាមួយនឹងប្រឡិតសម្រាប់សម្លម្ជូរក្បាលត្រីរបស់យើងថ្ងៃនេះគឺថារសជាតិនឹងឆ្ងាញ់មែនតែនយើងបន្ថែមជាមួយនឹងទឹកត្រីម្ទេសអញ្ចេះទៀតគឺថាត្រូវជាតិគ្នាណាស់បងប្អូនរួចបងដែលចូលចិត្តសម្លម្ជូរខ្ញុំជឿថាមួយអាទិត្យនឹងធ្វើញ៉ាំមិនក្រោម2ដងទេមែនអត់អញ្ចឹងតោះទៅធ្វើញ៉ាំជាមួយខ្ញុំទាំងអស់គ្នាចំពោះបន្លែរបស់យើងថ្ងៃនេះខ្ញុំមានប្រឡិតម្ទេសផ្លោកជាមួយនឹងម្អមបន្តមកទៀតមានក្បាលត្រីប្រហុកគ្រឿងកាត់ឆ្អាបនិងត្រួយអំពិលក្រោយមកខ្ញុំដាំទឹកឲ្យពុះបងជាមួយនឹងគ្រឿងកាត់ឆ្អាបបន្ថែមជាមួយនឹងអំបិលកន្លះស្លាបព្រាបាយជាមួយនឹងប្រហុកសម្លម្ជូរគឺខ្ញុំស្លយករាងចាស់ប្រហុកបន្តិចមិនឆ្ងាញ់បន្ទាប់មកខ្ញុំបងជាមួយនឹងក្បាលត្រីទុកវាឲ្យបានមួយពុះទើបខ្ញុំបន្ថែមជាមួយនឹងគ្រឿងទេសមានស្ករម្សៅស៊ុបនិងប៊ីចេងកូរវាឲ្យអាលាយគ្រឿងសព្វបន្តិចបានខ្ញុំបងជាមួយនឹងបន្លែយើងចូលសម្រាប់បន្លែគឺខ្ញុំបងជាមួយគ្នាទាំងអស់តែម្ដងក្រោយមកខ្ញុំបន្ថែមជាមួយនឹងត្រួយអំពិលចូលទុកវាឲ្យបានមួយពុះសិនបានខ្ញុំបងម្អមចូលហើយបងខ្លះក៏គាត់បងជាម្រះព្រៅអញ្ចឹងទៅគឺថាឆ្ងាញ់ដូចគ្នាពេលនេះសម្លម្ជូរក្បាលត្រីរបស់យើងហ្នឹងគឺថាឆ្អិនរួចរាល់ដែរនិយាយពីរសជាតិគឺថាជូរលះរៀងហឹរតិចឆ្ងាញ់ណាស់ហើយសម្លម្ជូរកុំភ្លេចឲ្យសោះជាមួយនឹងទឹកត្រីម្ទេសគឺត្រូវជាតិគ្នាណាស់បងប្អូនវីដេអូរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នេះទេអរគុណជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយ